ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាក្រសួងនឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃនិងចូលរៀនចាប់ពីខែឧសភាឆ្នាំ2025នេះទៅទីតាំងចំនួន16ក្នុងខេត្តចំនួន7ជំនាញដែលនឹងបណ្ដុះបណ្ដាលនោះរួមមានតម្បាញសូត្រនិងអំបោះតម្បាញក្រមាពណ៌ត្រុំដេប៉ាចម្លាក់ប្រាក់ស្ពាន់ចម្លាក់ស្បែកចម្លាក់ថ្មខ្មុកស្មាច់ខ្មុកម្រ័ក្សណ៍ធ្វើសាជីតម្បាញកន្ទេលផ្អាវស្មូនឆ្នាំងផលិតឧបករណ៍ភ្លេងនិងគំនូរបុរាណកុលភាជចម្លាក់ពុម្ពសាធារណជនពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើសូមតាក់ទងមកលេខាធិការដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅតាមរយៈទូរស័ព្ទ Telegram Email និង Facebook Page សូមបញ្ជាក់ថាចំពោះសិស្សមកពីគ្រួសារក្រីក្រដែលមានប័ណ្ណសមត្ថៈនិងប័ណ្ណសម្គាល់គ្រួសារងាយហានិភ័យរាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន280000រៀលក្នុងមួយខែដោយបំពេញឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌសិក្សាសូមប្រញាប់រួចរាល់មកចុះឈ្មោះចូលរៀនត្បិតកន្លែងសិក្សាមានកំណត់កិច្ចការពីបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប